ពុកម៉ែជាការពិតមានប្រាក់សោធននិវត្តន៍បាទក៏ប៉ុន្តែរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោឥឡូវនេះយើងមានសម្ដេចមហាបវរធិបតីគឺការរៀបចំប្រាក់សោធននិវត្តន៍អីសពគ្រប់បែបយ៉ាងនឹងមកហើយក៏ប៉ុន្តែយើងឈានទៅដល់ថាឥឡូវពុកម៉ែអ្នកដែលបានលះបង់គ្រប់កលៈទេសៈទាំងអស់រាល់កលៈទេសៈដ៏លំបាករបស់កម្ពុជាគឺមានមុខពុកម៉ែបាទហើយជាពិសេសអ្នកស្វ័យរៀងនេះអ្នកស្វ័យរៀងយើងនឹងធ្វើពលីច្រើនណាស់ដើម្បីបបផែនជាតិមាតុភូមិនិងប្រជាជនរបស់យើងអញ្ចឹងទេកិច្ចការរបស់យើងខ្ញុំបន្ទាប់ហ្នឹងគឺឥឡូវហ្នឹងស្វែងរកទឹកដីដើម្បីជូនពុកម៉ែកាលសម័យមុនហ្នឹងគឺយើងមិនមានលទ្ធភាពអីច្រើនជាងពីចែកដីទេ10ឆ្នាំមុនឥឡូវនេះមានលទ្ធភាពច្រើនជាងមុនគឺយើងបានធ្វើផ្ទះហើយពុកម៉ែប្រៀបពីមុននៅចំពោះមុខយើងនេះកាលពីប្រហែលឆ្នាំមុនយើងមានលទ្ធភាពត្រឹមតែផ្ទះនោះទេក៏ប៉ុន្តែឥឡូវយើងមានលទ្ធភាពផ្ទះមាំជាងមុនអញ្ចឹងជាកិច្ចការបន្តថ្ងៃនេះក៏ខ្ញុំសូមថាឥឡូវបងចិត្តថាក៏អញ្ជើញមកហើយថាឥឡូវបងខ្ញុំជួយមើលនៅតំបន់នេះយើងសិក្សាទាំងអស់គ្នាខ្ញុំអត់សុំគាត់ដើម្បីឲ្យគាត់ធ្វើតែឯងទេគឺធ្វើជាមួយយើងខ្ញុំជាមួយខេត្តជាមួយស្រុកជាមួយឃុំថាឥឡូវយើងគួរទេកន្លែងនេះគិតគូរថាតើប្រភពទឹករបស់យើងអាចបង្កើតនៅតាណាបាននៅទីនេះព្រោះទឹកគឺជារឿងចាំបាច់បំផុតដើម្បីជួយទ្រទ្រង់ទៅដល់ជីវភាពរបស់ពុកម៉ែប្រចាំថ្ងៃហើយទឹកមានពីរជាមួយបងចិត្តថាយើងនឹងរកធ្វើប្រភពទឹកអាចថាធ្វើជាអាងទឹកធ្វើជាស្រះហើយអាងទឹកស្រះហ្នឹងក៏មិនមែនតែបងចិត្តថាទេគឺបងឆៃរដ្ឋសែនរដ្ឋមន្ត្រីអភិវឌ្ឍជនបទហ្នឹងបងក៏នេះដែរក៏មានពាក់ព័ន្ធនឹងការងារហ្នឹងដែរព្រោះបងរដ្ឋសែនហើយនឹងខ្ញុំតាំងពីខ្ញុំនៅធ្វើជារដ្ឋមន្ត្រីក្រសួងបរិស្ថានគឺយើងបានគិតគូរអំពីស្រះទឹកហ្នឹងព្រោះដោយសារស្រុកទេសរបស់យើងវាមានរដូវប្រាំងរដូវវស្សាអញ្ចឹងស្រះទឹកហ្នឹងគឺជាយុទ្ធសាស្ត្រមួយក្នុងការទុកទឹកប្រើនារដូវប្រាំងបាទអាហ្នឹងខ្ញុំក៏អត់មានបានរៀនអីពីនេះទេខ្ញុំគ្រាន់មើលចាស់បុរាណបើយើងមើលផែនទីរបស់យើងស្រុកខ្មែរយើងចាស់បុរាណទាំងអស់ទីប្រជុំជនទាំងអស់គាត់មានស្រះទឹកអញ្ចឹងខ្ញុំនឹងធ្វើការជាមួយទាំងបងចិត្តថាទាំងបងឆៃរដ្ឋសែនរឿងនឹងជាមួយតំណាងក្រសួងនាវានវត្តនិងខេត្តយើងខ្ញុំនឹងសាកល្បងហើយនឹងព្យាយាមធ្វើម៉េចតទឹកស្អាតជូនពុកម៉ែព្រោះយើងមានលទ្ធភាពច្រើនជាងមុនដូចខ្ញុំបានជំរាបជូនពុកម៉ែអញ្ចឹងថាពីមុនផ្ទះយើងបានតែប៉ុណ្្នឹងទេពីមុននឹងទៀតគឺមានតែដីឲ្យឥឡូវផ្ទះនៅចំពោះមុខនោះវាមមតមដែរក៏តែវាមិនមមតមជាងអ្វីដែលយើងឃើញនៅនេះទេអញ្ចឹងណាអញ្ចឹងខ្ញុំនឹងគិតគូរជាមួយនឹងក្រសួងពាក់ព័ន្ធជាពិសេសក្រសួងនាវានវត្តឧស្សាហកម្មនិងនាវានវត្តហ្នឹងគឺយើងនឹងរៀបចំធ្វើម៉េចឲ្យមានទឹកស្អាតមកទីនេះដែរតែខ្ញុំសុំពេលយើងខ្ញុំនេះខ្ញុំជម្រាបត្រង់ហ្មងគឺខ្ញុំអាចជប់បានទេតែខ្ញុំនឹងសុំពេលដើម្បីធ្វើម៉េចរៀបចំទឹកស្អាតជូនពុកម៉ែនៅទីនេះជាមួយនឹងក្រសួងធម្មពលរ៉ែនឹងធម្មពលយើងខ្ញុំនឹងពិនិត្យលទ្ធភាពធ្វើម៉េចតភ្លើងមកជូនពុកម៉ែដែរតភ្លើងទាំងអស់ហើយផ្លូវនេះតែខ្ញុំតភ្លើងឲ្យតែអត់ចេញថ្លៃភ្លើងឲ្យណាម៉ែណាគីឡូម៉ែច្រឡំម៉ែស្លាប់ច្រឡំថាអូអាខ្លុយមកអាខ្លុយកូនអញមកតភ្លើងហើយចេញលុយឲ្យទៀតអូអត់ទេម៉ែខ្ញុំនឹងធ្វើការរឿងហ្នឹងហើយចំពោះផ្លូវទាំងអាយដាមពេញពូនីឥឡូវជួយមើលផ្លូវនេះបាទចាក់បេតុងបានទេបាទព្រោះថាធ្វើផ្លូវគ្រោះក្រហមអីនេះវាអាចប្រើបានដូចអាយដាមពេញពោសាលោកថាមិនអញ្ចឹងណាមកភាសាពីភាសាទៅវាខូចទៀតហើយអញ្ចឹងយើងសុខចិត្តថាអស់លុយម្ដងឲ្យបានជាប់យូរវែងតិចធ្វើផ្លូវនេះទាំងអាយដាមពេញពូនីផងទាំងបងឆៃរដ្ឋសែនផងបាទនិយាយទៅបងឆៃរដ្ឋសែនគាត់គ្រប់រឿងបាទទាំងស្រះទឹកផងទាំងផ្លូវផងប្រគុណម្ដងបាទគ្រប់ហ្មងហើយជាមួយគ្នានេះអាយដាមសុកកេនបាទគាត់ក្រសួងនេះអធិការកិច្ចបាទក៏តែគាត់ប្រធានក្រុមការងារនៅនេះអញ្ចឹងខ្ញុំមានមេភូមិមួយនឹងស្រាប់មកអញ្ចឹងណាបាទយើងមានមេភូមិមួយទុកតាមដានការងារតាមអញ្ចឹងថ្ងៃក្រោយពុកម៉ែនៅនេះប្រហែលជាគួរគិតគូរអំពីថាជ្រើសរើសមេភូមិខ្លួនឯងកន្លែងនេះជាសហគមន៍មួយទៅ ហ
ហើយពុកម៉ែរើសខ្លួនឯងទៅរកមើលពូណាមួយក៏បានឬមួយយកយុវជនណាមួយក៏បានធ្វើជាមេភូមិដើម្បីគាត់មានលទ្ធភាពជាមួយយើងខ្ញុំនេះធ្វើជាដៃគូគ្នាព្រោះជួនកាលឲ្យយើងខ្ញុំនេះទៅសុំសួរពុកម៉ែម្នាក់ម្ដងក៏អត់កើតអញ្ចឹងទុកឲ្យមេភូមិនឹងមួយថាឥឡូវនៅក្នុងសហគមន៍របស់យើងនេះពុកម៉ែត្រូវការអីអញ្ចឹងអាចជជែកគ្នាបាន